អូនេះបងប្អូនឃើញស្រាប់អញ្ចឹងគឺសតតកើហ្មងបងប្អូនគឺវាធ្វើការបំផ្លាញទៅលើចន្ទីរបស់យើងបងប្អូនបាទថ្ងៃនេះដែរខ្ញុំបានចុះមកដល់ចកាចន្ទីរបស់បងកៃពេរ៉ាដែលគាត់គឺជាម្ចាស់ឌីប៉ូដែលកាន់ទៅលើផលិតផលខាង brand ត្រីមាសបាទហើយចំពោះចការបស់គាត់នេះផងដែរគឺសប្តាហ៍ថ្ងៃគឺកំពុងតែរងការបំផ្លាញទៅដោយសារសត្វល្អិតមានដូចជាពពួកតកៅក៏ដូចជាពពួកទ្រីបផងដែរបាទហើយចំពោះពពួកតកៅក៏ដូចជាពពួកទ្រីបដែលកំពុងបំផ្លាញនេះខាងត្រីមាសយើងក៏មានផលិតផលមួយដែលចង់ណែនាំដល់ពុកម៉ែបងប្អូនផងដែរគឺឈ្មោះវាគឺ FIP Imamitin បាទដែលវាមានសារធាតុពីរសារធាតុក្នុងហ្នឹងគឺមានដូចជាពពួក Fipronil និង Imamitin Benzoate ផងដែរបាទហើយឥឡូវយើងទៅតាមដានការបំផ្លាញរបស់សត្វល្អិតនៅចំការរបស់គាត់ផ្ទាល់តែម្ដងបាទឥឡូវយើងទៅតាមដានទាំងអស់គ្នាបាទហើយនេះគឺជាលក្ខណៈបំផ្លាញរបស់តកៅបងប្អូននេះគឺវាមានលក្ខណៈបែបនេះបាទគឺជាលក្ខណៈបំផ្លាញរបស់តកៅបាទច្រើនមែនតើនេះគឺជាលក្ខណៈបំផ្លាញរបស់វាបងប្អូនឥឡូវយើងខាច់មើលទាំងអស់គ្នាបាទនេះបងប្អូនគឺសុទ្ធតែតកៅបងប្អូនច្រើនសុទ្ធតែតកៅបងប្អូនបាទហើយឥឡូវយើងមកមើលអំពីលក្ខណៈបំផ្លាញរបស់ទ្រីបវិញម្ដងបងប្អូននេះពពួកទ្រីបបងប្អូនវាលក្ខណៈបំផ្លាញរបស់វាគឺធ្វើឲ្យស្លឹករបស់យើងនេះគឺមានលក្ខណៈបែបហ្នឹងខូចទ្រង់ទ្រីពណ៌វាធ្វើឲ្យពណ៌ស្លឹករបស់យើងគឺស្លេកហើយនឹងមិនឡើងពណ៌បៃតងទេបងប្អូនតែពេលដែលវាការបែបនេះពពួកទ្រីបវានឹងចូលទៅក្នុងកញ្ចុំផ្ការបស់ចន្ទីរបស់យើងដែលធ្វើឲ្យកសញីហើយនិងកសឈ្មោលហ្នឹងគឺមានលក្ខណៈថាខូចទ្រង់ទ្រាយដែលវាធ្វើឲ្យឡើងក្តាប់ហើយវានឹងរុះទៅវិញឬក៏វាមិនឡើងខូចក្តាប់តែម្ដងបាទអញ្ចឹងហើយបានជាខាងត្រីមាសយើងគឺណែនាំឲ្យបងប្អូនគឺប្រើទៅលើពពួកសារធាតុ Fipronil បូកជាមួយនឹង Imamitin Benzol ដែលនៅខាងរបស់យើងហ្នឹងគឺមានឈ្មោះថា FIP Imamitin បាទដែលវាមានមុខងារកម្ចាត់សត្វល្អិតខ្លាំងទៅលើដំណាំរបស់បងប្អូនផងដែរបាទហើយចំពោះបងប្អូនដែលមានចំណារអារម្មណ៍ទៅលើការប្រើប្រាស់ទៅលើជីថ្នាំខាងត្រីមាសបងប្អូនអាចទំនាក់ទំនងមកកាន់ Facebook Page ត្រីមាសបានបាទ